ការបន្តបិទនៅរដ្ឋាភិបាលសហរដ្ឋអាមេរិកបានជះឥទ្ធិពលឲ្យតម្លៃមាសនៅតែបន្តការកើនឡើងនិងបន្តបំបែកកំណត់ត្រាថ្មីនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះដែលនៅក្នុងព្រឹកនេះតម្លៃហាងឆេងមាសនៅម៉ោង9ព្រឹកបានកើនឡើងដល់តម្លៃ$4,719 ឬ$3,917នៅក្នុងមួយអោនហើយបងប្អូនទាំងអស់គ្នាបាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់តម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះនៅតែបន្តការកើនឡើងនៅក្នុងសប្តាហ៍ថ្មីហើយដោយសារតែព័ត៌មានទាក់ទងនឹងការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងផ្នែកណាមួយនោះនៅតែជាព័ត៌មានធំដែលជះឥទ្ធិពលឲ្យតម្លៃហាងឆេងមាសបន្តការកើនឡើងដដែលហើយដែលគេសម្លឹងមើលទៅឃើញនៅលើទិន្នន័យទាំងអស់ហ្នឹងសំខាន់ជាងគេគឺទៅលើទីផ្សារការងារក្នុងសហរដ្ឋអាមេរិកដោយការបិទរដ្ឋាភិបាលនេះយើងមើលឃើញថាដោយសារតែគណៈបកធំទាំងពីររបស់សហរដ្ឋអាមេរិកជជែកគ្នាទៅលើការអនុម័តកញ្ចប់ថវិកាថ្មីមិនទាន់ត្រូវគ្នាហើយនៅក្នុងនោះផងដែរយើងមើលឃើញថាការពីដើមអាណត្តិរបស់លោក Donald Trump គាត់បានព្យាយាមធ្វើការបង្កើតនៅ department មួយដែលមានឈ្មោះថា DOGE ហ្នឹងដែលឲ្យលោក Elon Musk ធ្វើជាអ្នកដឹកនាំដើម្បីធ្វើការកាត់បន្ថយការចំណាយនៅក្នុងរដ្ឋាភិបាលអាមេរិកប៉ុន្តែយើងបានដឹងហើយថាការបង្កើតdepartment DOGE ហ្នឹងគឺមិនបានធ្វើឲ្យមានការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលអាមេរិកច្រើននោះទេហើយចុងក្រោយលោក Elon Musk ក៏បានធ្វើការដកខ្លួនចេញពីក្នុងស្ថាប័នមួយនេះដែរប៉ុន្តែនៅក្នុងបច្ចុប្បន្ននេះតែយើងសម្លឹងមើលទៅលើការ shutdown នេះលោក Donald Trump បានយកឱកាសនេះធ្វើជាលេសមួយដើម្បីបញ្ឈប់នៅបុគ្គលិកមន្ត្រីនៅក្នុងសាធារណៈរដ្ឋបាលសាធារណៈមួយចំនួនដែលលោកគិតថាមិនចាំបាច់អញ្ចឹងបើសិនជារឿងនេះកើតឡើងពិតមែនទីផ្សារការងារនៅក្នុងសហរដ្ឋអាមេរិកនឹងកាន់តែមានភាពអវិជ្ជមានដោយសារតែ ADP Non-Farm ដែលជាទិន្នន័យទីផ្សារការងារដែលចេញកាលពីថ្ងៃអង្គារសប្តាហ៍មុនបានស្ថិតនៅក្នុងភាពអវិជ្ជមានអញ្ចឹងហើយតម្លៃហាងឆេងមាសនឹងបន្តការកើនឡើងទៀតបើសិនជា government US government shutdown បិទរយៈពេលយូរអញ្ចឹងបើយើងមើលទៅក្នុងតម្លៃហាងឆេងមាសនៅក្នុង weekly chart យើងឃើញថាតម្លៃវាបាននឹងបន្តការកើនឡើងប្រហែលជា6-7សប្តាហ៍ហើយដែលស្ថិតនៅក្នុង candlestick ពណ៌ខៀវអញ្ចឹងបើតាមបច្ចេកទេសយើងមើលឃើញថាតម្លៃមាសសប្តាហ៍មុនគឺស្ថិតនៅក្នុង strong bullish ហើយវាបានបំបែកនៅក្នុងតំបន់ retracement ហើយនឹង extension zone ហើយអញ្ចឹងសម្រាប់ expectation របស់ខ្ញុំគឺថាតម្លៃហាងឆេងមាសនឹងជាក់ប្រកាសទៅនឹងឡើងទៅកាន់តំបន់តម្លៃ$4,000នៅក្នុងមួយអោនក្នុងពេលឆាប់នេះហើយបងប្អូនអរគ្នាបាទអរគុណអញ្ចឹងសម្រាប់បងប្អូនដែលមានការចង់សិក្សាស្វែងយល់ពីការជួញដូរតម្លៃហាងឆេងឬសិក្សាពីវិស័យ forex ដែលយើងហៅថាឧបករណ៍នេសាទអាចធ្វើការទំនាក់ទំនងតាម contact ក៏ដូចជា QR code ដែលខ្ញុំបានដាក់នៅក្នុងវីដេអូនេះអរគុណ